សួស្តីបងប្អូនទាំងអស់គ្នាថ្ងៃនេះខ្ញុំចែករំលែកកម្មវិធីមួយគឺ Adobe Audition អញ្ចឹងបងប្អូនអ្នកដែលធ្លាប់ប្រើហើយគឺពិតជាដឹង Adobe Audition អញ្ចឹងបងប្អូនបើកវាមកចុចពាក្យថា Instruct មកអញ្ចឹងយើងនឹងបានផ្ទាំងនេះមួយហើយចុច OK មកបន្ទាប់មកវានឹងសួរយើងលេខកូដ Y1 2 3មកអូខេបងប្អូនហើយយើងនឹងបានកម្មវិធី Adobe Auditionយើងបើកវាមកយើងទៅរកពាក្យថា Adobe Audition 1.5 រកពាក្យថា Set up យើងចុចទៅលើវាទៅវានឹង load ឲ្យអូខេបងប្អូនអូខេយើងចុចអូខេហើយវានឹង load ទៀតបងប្អូនយកពាក្យថា next យកពាក្យ next រហូតទៅអូខេ accept អញ្ចឹងទីនេះវាសួររក serial number វានៅក្រោមអញ្ចឹងយើងចូលមករក key របស់យើងនេះបងប្អូន key serial number វិញយើង copy វាមកបន្ទាប់មកយើងសរសេរឈ្មោះអីក៏បានដែរសរសេរមកសរសេរដាក់ចូលក្នុងមកបន្ទាប់មកយើង pass serial number របស់យើងចូលហើយយើងជួយពាក្យថា next ទៀតទៅតែនេះវាសួរយើងតើយើងចង់បាន function ហ្នឹងស្អីខ្លះយើងចង់បាន file ហ្នឹងស្អីខ្លះដែលយើងយកទៅប្រើប្រាស់បងប្អូនមិនពេញចិត្តមួយណាដែលបងប្អូនថាគិតថាអត់សមបងប្អូនយកពាក្យថាអូខេយើង install ទៅមុខទៀតបងប្អូន install ទៅមុខទៀតហើយអានេះយើងកុំអាបិទវាយើងទុកវាសិនតាអញ្ចឹងបងប្អូននឹងបានកម្មវិធី Adobe Audition មួយហើយកម្មវិធីនេះគឺវាល្អបងប្អូនគឺសម្រាប់បងប្អូនដែលចង់កែសំឡេងចង់ធ្វើភ្លេងដាក់ YouTube ឬក៏ចង់ធ្វើភ្លេងច្រៀងខារ៉ាអូខេអីហ្នឹងយើងប្រើកម្មវិធីមួយនេះហើយកម្មវិធីមួយនេះគឺល្អមែនតើវាអាចនេះបងប្អូនវាសួរយើងទៀតសួរយើងចង់ restart computer អត់ហ្នឹងណាអូខេយើងចុច finish ទៅយើងមិនចង់ restart ទេយើងទុកអញ្ចឹងទៅអាហ្នឹងណាយើងសួរខ្ញុំចង់ restart អត់ខ្ញុំអត់ទេខ្ញុំយកពាក្យថា no អូខេអរគុណច្រើនបងប្អូន